Bah, selesai nih, bah, ini nhưng mà thuê lab មួយ ទៀតទងជាមួយនឹងការ import marketing ចូលទៅក្នុង GNS3 ក្នុងតែអ្វីដែលយើងត្រូវការទី1 marketing យើងត្រូវ download marketing apply in នៅក្នុង GNS3 អញ្ចឹងយើងត្រូវទៅ GNS3 marketing ហ្នឹងចឹងនៅក្នុងនោះក៏មានCisco ទាក់ទងជាមួយនឹងmarketing ផងដែរអញ្ចឹងអ្វីដែលយើងចង់បានគឺ marketing apply in អញ្ចឹងយើងចូលក្នុង apply in ហើយវាមាន marketing ជាមួយនឹង Cisco អញ្ចឹងយើង download យក marketing CHR ហ្នឹងតែទៀតអ្វីដែលយើងចង់បានគឺ image ដែលយើងអាចទៅ download បាននៅក្នុង marketing ចូលទៅក្នុងនោះហើយsauវាទៅមកអ្វីដែលយើងចង់បានគឺ file .image ឬក៏ file img extension មកវិញអញ្ចឹងយើងអាច download ក្នុងWindows 7.20 ចឹង file ហ្នឹងវាមាន extension .img ហើយយើងចង់បានគឺ apply in ហើយជាមួយ file image ណាចឹងអាពីរហ្នឹងយើង download បានហើយបន្ទាប់មកយើងចូលក្នុង GNS3 ក្នុង virtual machine ហើយក្នុងនោះក៏អ្នកនរគ្នាត្រូវមើលទៅsetting របស់យើងដែរតែយើងមើលទៅលើ network adapter តែយើងអាចដាក់ read ហើយនឹង NAT read នេះគឺដើម្បីឲ្យ GNS3 យើងអាច access internet ដែលយើងកំពុងចាំបានគឺទទួល IP ពី real internet ដែលយើងកំពុងចាំអញ្ចឹងនេះគឺ IP ដែល GNS3 ទទួលបានអញ្ចឹងយើងឆែកមើលទៅបើសិនជាយើងចង់ដឹងថា IP នេះវាមកពីណាអញ្ចឹងពី machine របស់ដែលកំពុងចាប់ internet នេះកំពុងដាក់តាបាទយើងឃើញថា GNS3 វាទទួលបាន IP ដូចថាពី 3.1.2 អញ្ចឹងវាអាច share ផ្នែកបានអញ្ចឹងជាហ៊ានតូចគឺតាមវិធីទាក់ទងនឹង adapter មួយនេះយើងដាក់ណាទៅវាជា IP មួយតែពេលដែលយើង import marketing ចូលrouter marketing វានឹងទទួលបានពី network interface card ពីណាជា virtual ជា VMware យើងអាចទៅមើលក្នុងនេះបានអូខេread ណាថា read ហ្នឹងវាទទួលបានពីមានន័យថា real internet IP ដែលយើងកំពុងប្រើប្រាស់ network ដែលកំពុងប្រើប្រាស់អញ្ចឹង IP វាទទួលបានពី machine GNS3 ហ្នឹងប៉ុន្តែបើ NAT បើយើងយក NAT វិញវាទទួលបានពី network adapter ជា virtual ដែលយើងបានបង្កើតនៅលើ virtual ហ្នឹងអញ្ចឹង virtual ណាបើយើងយក NAT វាបាន IP ឡើងហ្នឹងអូខេចឹងយើងយក read មួយណាអូខេដល់មកយើងaccess តាមហើយយើង access ទៅកាន់ GNS3 តាម IP ហ្នឹងចឹងខ្ញុំ access ទៅកាន់ 192.168.1.12 ចឹងនេះគឺជា lab របស់ខ្ញុំចង់ឲ្យនឹងបង្កើតថ្មីដើម្បីបង្កើត project ថ្មីយើងចុច add កន្លែង project ដាក់ថាចឹងយើងបង្កើតlab មួយហើយអ្វីដែលយើងចង់ធ្វើគឺយើង import នេះទៅដើម្បីយើងបង្កើតហើយអ្នកនេះមើលទៅឃើញ icon មួយដែលមានសញ្ញាបូកតែ add node ចឹងយើងចុចនេះមកតែក្នុងនេះគឺខ្ញុំបាន add មុនខ្ញុំសូមលុប
ចាំមិនចូលសិននៅក្នុង QEMU បើសិនយើងចង់ add data Cisco យើងចូលមួយនេះចូលដើម្បី add data Cisco តែយើង add ជា switch Cisco យើងអាចចូលនេះតែមកនេះខ្ញុំ add MACD ចឹង data MACD យើងចូលក្នុងនេះអញ្ចឹងលុបអាចាស់ចេញចូលទៅចេញវិញអញ្ចឹងពេលលុបទៅវាច្បាស់ជាបាត់នៅក្នុងនេះអញ្ចឹងអ្វីដែលយើងចង់បានយើងបាន download មកហើយនៅក្នុងនេះមាន file មួយដែលខ្ញុំ download ចេញពី apply នៅក្នុង GNS អញ្ចឹងដែលវាមាន file extension GNS3A អ្នកអាចចូលទៅ download បាននៅក្នុង website GNS3 ហើយមួយទៀតយើងចង់បាន file image នៅក្នុង file extension IMG ជា file image នៅក្នុង MACD យើងអាចទៅ download បានខ្ញុំបានបង្ហាញពីដើមវីដេអូអញ្ចឹងនេះនៅក្នុងយើងអាច download បានហើយខ្ញុំបាន download មកហើយអាចច្រាក់មើលបានfile image no this one ចឹងអ្នក download មើលទៅត្រង់អាច download មើលថាមួយណាជា file image tool PC នេះសួរទេបាទនេះយើងអាចដូនកន្លែង raw disk image ជា file image អ្នកអាចចូលទៅមើលបានdownload ទៅបានហើយនេះយើងយក file ដែលមាន extension IMG ជា file image ចឹង file នេះ raw disk image ចឹងយើង download យកមួយហ្នឹងមកបាទ start មកអូខេឥឡូវយើងបាន file មួយហើយ 7.20 version អូខេឥឡូវយើងបាន file image ហើយនិង file plugin ដែលយើងបាន download មកអូខេហើយយើងធ្វើបន្ទាប់គឺយើងចូលទៅក្នុងបានតាពីមិនចូលទៅ level វិញបាទហើយយើងចុច icon សញ្ញាបូកហ្នឹងទៅមកហើយយើងចូល new template ចឹងចុច new template ទៅមកយើង add file import earn plugin file អញ្ចឹងយើងទៅរក file ដែលយើងបាន download ចេញពី GNS3 plugin ដែលយើងបាន download file GNS3A ហ្នឹងextension GNS3A អញ្ចឹងយើងចុចនេះ
ទៅ import file មកចឹងយើងទៅយក file extension ដែលមាន extension ថា gs3 ទេចឹងចុចយើងមកទៅមកយើង import file image ដែលយើង download file image ហ្នឹងចឹងយើងអាច download មកក្នុងនេះបានយើងបាច់ចូលទៅតាម website ក៏បានយើងអាច download ពីក្នុងផ្ទះបាទអញ្ចឹងចុច download នេះក៏បាន download នេះបានតែនៅក្នុងនេះខ្ញុំបាន download version 7.16 ខ្ញុំ import file នេះមកធ្វើម៉េចឲ្យត្រូវ version នេះចុចនេះហើយយើង download ពីក្នុងនេះផ្ទាល់ក៏បានដែរយើងចុច download មកវា download បាទឥឡូវវា import បានហើយហើយយើងចុចពាក្យថា create ចុច create មួយចំណុចទៀតគឺ QEMU binary វាជាarchitecture យើងរើសឲ្យត្រូវជាមួយនឹង architecture របស់ computer របស់យើងអញ្ចឹងបើ computer អ្នកមាន architecture AMD 64ឬក៏Intel អីយើងរើសតាម architecture របស់ computer យើងទៅចូល check ក្នុង computer យើងផ្ទាល់ទៅអញ្ចឹងក្នុងនេះcomputer របស់ខ្ញុំគឺប្រើ Intel Core i5 Neo X66 64អញ្ចឹង 8964អូខេតើមកយើងចុចតា create អញ្ចឹងត្រង់នេះវាឲ្យដាក់ឈ្មោះដល់តាមដាក់តាមទៀតយើងចុច add tab ឥឡូវឃើញថាយើង add បានចូលใจហើយចូលទៅមើលក្នុងអូខេនេះគឺជា market ដែលយើងបាន add ហ្នឹងឥឡូវឃើញថាយើងបាន add ជោគជ័យហើយប៉ុន្តែយើងអត់ទាន់អាច run វាបានទេពេលយើង run ច្បាស់ជា error ត្រង់នេះបាទខ្ញុំបាន add មុនហើយវាអត់ error ទេតែបើអ្នកនរគ្នា error វាទាមទារឲ្យយើងដាក់QEMU ដែលវាចាញ់error ពីយើងទៅកែប្រែ file GNSC server .conf ហ្នឹងយើងចូលទៅ add ចុចបានបើសិនវាទាមទារប៉ុន្តែនៅក្នុងនេះវាអត់ទាមទារទេក្នុង lab របស់ខ្ញុំព្រោះថាខ្ញុំបាន add វាបានម្ដងហើយអញ្ចឹងយើងចូល home GNSC SN មក display វាមកចូលទៅកាន់ folder 2.2 អូខេឥឡូវបើសិនជាយើង error ប្រភេទកាន់តែនេះខ្ញុំអត់ error ទេថាវាខ្លះវា error ឡើងឲ្យយើងចូលទៅកែប្រែ file GNSC ចូលទៅ add QEMU បណ្ណាទេចឹងចូលទៅណាមកតាfollow បងគ្រូដោយសារតែខ្ញុំបាន add វាហើយវាអត់ error ទេតែពេលយើងអត់ error ទេស្រ័យមកខ្ញុំលុបហើយខ្ញុំ save វាចង់ខ្លួនតាមឡានចឹងខ្ញុំទៅ run វាមកទៀតច្បាស់ជា error តែអានេះគឺផ្សេងនេះវាទៅនិយាយទៅដូចមានអាវុធអត់ស្អាតទេពួកបងទៅបងទៅកែទៅបងសម័យនេះអូនមានថាបងអត់ដើរនៅទីទៅ
trongនេះគឺខ្ញុំបានកែប្រែ file នេះដោយសារតែខ្ញុំបាន add វាពីមុនអញ្ចឹងវាត្រូវការ reboot ម៉ាស៊ីនមួយសិនដើម្បីឲ្យវា reload អញ្ចឹងធ្វើការ reboot មួយបាទរងចាំបន្តិចដើម្បីឲ្យម៉ាស៊ីនវាដំណើរការឡើងវិញយើង restart វាណាបាទចឹងពេលយើង restart ហើយយើងដំណើរការម៉ាស៊ីនរបស់យើងវិញវាច្បាស់ជាerror ហើយមិនតិចទេណាបាទរងចាំបន្តិចបាទឥឡូវវាដំណើរការវិញហើយយើងចូលទៅ set home 8យើងនេះ lab របស់យើងវិញបាទហើយយើង run វាម្ដងទៀតទៅច្បាស់ជាចេញ error ហើយបាទជា default បើសិនអ្នកគ្នាបាន add ទៅកែប្រែ file GNS server.conf ហ្នឹងទេវាច្បាស់ជាចេញ error បែបនេះដើម្បីយើងចូលទៅ turn off នៅ KVM ហ្នឹងនៅក្នុង file GNS server.conf ហ្នឹងអញ្ចឹងបាទអញ្ចឹងយើងត្រូវចូលទៅកែប្រែនៅក្នុង file GNS server ហើយដាក់ add នៅ QEMU ហ្នឹងនៅក្នុង file GNS3.server ហ្នឹងGNS server.conf ហ្នឹងបាទសុំទោសបាទបាទហើយបើតែយើងលុបQEMU ចេញពី file GNS3 server.conf ហ្នឹងទៅមកពេលហ្នឹងយើងឃើញមុនដំបូងនៅវាអត់ដោយសារខ្ញុំបាន edit ពីមុនអញ្ចឹងជា default ពេលដែលអ្នកគ្នាinstall GNS3 ក្នុង Visual មានន័យថាវាអត់ទាន់មានទេអញ្ចឹងវាច្បាស់ជា error បែបនេះអញ្ចឹងវាដាក់ KVM celebration cannot be used due KVM that's not it អញ្ចឹងយើងត្រូវទៅ config ទៅកែប្រែក្នុង file GNS3 server.conf ហ្នឹងអញ្ចឹងយើងចូលទៅនេះវាប្រាប់ឲ្យថា by adding enable KVM4 អញ្ចឹងយើងទៅ enable KVM4 ហ្នឹងនៅក្នុង file GNS3 server.conf អញ្ចឹងវាថា it is possible to turn off KVM support in the GNS3 server.conf by adding enable KVM អញ្ចឹងយើងចូលទៅក្នុង GNS3 ដើម្បីទៅកែប្រែ file GNS3 server.conf អញ្ចឹងយើងចុច enter មកហើយយើងចូលទៅ set អញ្ចឹងពាក្យ set យើងចុច set អូខេឥឡូវយើងចូលទៅក្នុង file ហ្នឹងយើងចុច cd /home/gsc.config/gsc.thom មកយើង enter សិនហើយយើងដាក់ display អញ្ចឹងអ្វីដែលយើងចង់ចូលទៅគឺ 2.2 អាហ្នឹងគឺ version របស់ GNS3 អញ្ចឹងយើងអាចយើងចូល direct ក៏បានដែរតែយើងចូលដល់ GNS3 និង display នេះហើយមកយើងចូលទៅកាន់ 2.2 ហ្នឹងទៅមក display ទៀតនៅក្នុងនោះវាមាន file GNS3 controller.conf ហើយ GNS3 server.conf អញ្
ចឹងយើងអ្វីយើងចង់កែប្រែគឺជា nxt server.connect ឥឡូវដើម្បីកែប្រែបានយើងត្រូវប្រើ command nano gsv server.connect អូខេ wait ចឹងនេះ GNS server nano GNS server អូខេឥឡូវយើងចូលក្នុង file GNS server.connect ហើយគឺតែមកយើងមើលនេះជា content របស់វានៅក្នុង file អញ្ចឹងអ្វីដែលយើងត្រូវ add គឺ QEMU ដែលយើងបានឃើញនៅក្នុងពេលយើងរ៉ាំទៅវាចេញវាឲ្យទៅ unworking ដាក់ជា for ហើយយើងថែម QEMU ដាក់មក QEMU មក enter ទៅមក enable KEM for អូខេអ្វីដែលយើងត្រូវធ្វើគឺតែប៉ុណ្្នឹងទេបាទតែមកដើម្បី save វាយើងចុច control x តើវាមាន option 3វាមាន y n ហើយនិង c អញ្ចឹងបើយើងចង់ save យើងចុចស y នៅលើ keyboard របស់យើងទៅមក enter អូខេហើយតែបែបហ្នឹងហើយយើងទៅ run វាម្ដងទៀតតើវាដំណើរការឬក៏យ៉ាងដូចនេះបាទតោះចូលក្នុង lab យើងទៅមកយើង run បាទឃើញថាវាដំណើរការអីអ្វីដែលយើងចង់ធ្វើបន្ទាប់គឺយើងចង់ access ដើម្បីអាច config បាននៅក្នុង Winbox អញ្ចឹងនេះខ្ញុំឲ្យបានឲ្យ download ពី demo វីដេអូហើយយើង download Winbox មកបាទហើយយើង download Winbox មកវាមានពីរ option វាមាន Winbox 4.0 Meta និង Winbox 3.3 អូខេខ្ញុំបាន download វារួចហើយហើយនេះជា Winbox Beta ខាងលើនេះវាមាន interface តែយើងប្រើ Winbox នេះមកបាទវាងាយស្រួលជាងអញ្ចឹងជាមធ្យោបាយគឺយើងដើម្បីអាច save បានក្នុងWinbox អញ្ចឹងយើងព្យួរពីខ្លាំងមកចុចមកអូខេអូខេជាបន្តយើងសាក save វាតាម console មួយសិនby default username របស់វាហើយអត់មាន password ទេបាទពីទៅឥឡូវពេលណាយើង access វាចូលតាមរយៈ console command line តែយើងអត់ចង់បានប្រើប្រាស់ឬក៏ config តាម command line ទេមិនតែយើងចង់ config វាតាមរយៈ Winbox ដើម្បីស្រួលក្នុងការ config នេះធ្វើមើលចឹងវាcheckមើលមិនបងវាទាមទារឲ្យយើងដាក់ password ដាក់មួយពីរយើងចូលបានហើយយើងទៅ display មើល IP វារៀបចឹងនេះជា IP ដែលវាទទួលបាន dynamic ចេញពី
network adapter ដែលយើងបានកំណត់ណាអញ្ចឹងវាចេញពីយើងទៅមើល rank ហ្នឹងទៅច្បាស់ជានៅក្នុងនេះខ្ញុំចេះមើលសិនមានជាងនេះទេច្បាស់ជាងអូខេវាទទួលបាន IP ចេញពី network connection network interface card virtual machine អញ្ចឹងអូខេតើមកយើងយក IP ដើម្បីទៅ access នៅក្នុង Winbox ហើយបើសិនជាយើងដាក់ទៀតគឺវាអត់សូរទេអ្នកនរបើសិនជាយើងយក print ទាំងអស់ក្នុង GNC ចឹង setting ចឹងយើងយក print ដើម្បីឲ្យ GNC ឡើង internet ប៉ុន្តែអានេះយើងយកណាមកដើម្បីអាហ្នឹងមានន័យថាយើងយក network interface កាត់ហ្នឹងដើម្បីឲ្យ ទទួលបាន IP ចឹងយើងយកណាដើម្បីយើងអាច access នៅក្នុង Winbox បានអត់ឡើយឥឡូវឃើញថាវា access បានហើយចូលនេះចូលលើ Winbox របស់យើងវាអាច recovery enable អាចជួយយើងឃើញហើយបើសិនជាយើងដាក់ print មានន័យថាវាបោះ IP ដែរប៉ុន្តែវាបោះ IP ចេញពី IP address internet control ដែលកំពុងចាប់ប៉ុន្តែវាអត់សូវាអត់ detect MAC address នៅលើ Winbox ទេចឹងយើងត្រូវយកណាដើម្បីយើងអាច detect ឬក៏វាសូនៅក្នុង neighbor នេះបានប៉ុន្តែយើងអាច remote ចូលបានទៅតាមរយៈ IP គ្រាន់តែវាអត់ detect ឲ្យសូយើងឃើញនៅក្នុង neighbor អញ្ចឹងយើងចូលទៅក្នុង alternative របស់យើងមកមកយើងបាន set set password អញ្ចឹង1 2 3អូខេអូខេឥឡូវយើងអាច remote បានបន្តមកយើងចូលទៅ IP យើងចុចបើកពីមួយសិនអូខេទៀតបើក port បើក port លេខ1ទេដើម្បីដោយសារ port លេខ1គឺ port internet ចូលបើក port ទី2 port ទី3 port ទី4 port ទី5 port ទី1អូខេបន្តមកយើងចូលទៅ adaptive trace ទៅកាន់ network របស់យើងចឹងឲ្យ copy ជួយ2ជួយ1ជួយ2ជួយ1ឆ្នាំ24ចឹងយើង assign ទៅកាន់2អូខេជាបន្ទាប់គឺយើងត្រូវ set DHCP server ចឹងDNS ហ្នឹងDNS មកបាទ3ជំនួស3អ្នកនរអាចបង្កើត pool trongនេះបានបាទយើងចង់ឲ្យ IP របស់ពីម៉ានទៅម៉ានអូខេ set IP set DHCP server ដល់ពីនេះបោះចេញពី2បោះ254ចឹងនេះគឺ
យើងបានអាសាញហើយខ្ញុំហ៊ានទៅដើម្បីឲ្យ IP private network យើងហ្នឹងអាចចាត់ទៅកាន់អ៊ីនធឺណិតបានគឺយើងចូលទៅកាន់ IP ក្នុង firewall ចូល extension ទៅមកឲ្យវាចេញ port ណាចឹង internet យើង port លេខ1ចឹង action យើងដាក់មក choose បាទចឹងយើងសាក់ពីមើលអូខេឥឡូវឃើញថា internet របស់យើងគឺដើរហើយបាទគឺវាដើរ internet ហើយយើងប្រើយើង start ពីគេវាមកមានដំណឹងទេហើយយើង check មើលនៅក្នុង PCចាំតិចហើយយើងអាចកំណត់ឈ្មោះរបស់យើង identity ថា OB hash អត់ហើយOB ហើយមកយើងអាចកាត់ user បានហើយកាត់ user full password បងខ្ញុំសាក់ចូលវាសូមមួយទីអូខេចូលហើយបងចូលទៅមើលក្នុង PC របស់យើងដើម្បីឲ្យ PC ទទួលបាន IP ចេញពី router យើងត្រូវបានថា IP លើវាកំពុងតែ request ហើយនេះគឺជា IP ដែលវាទទួលបានចេញពី router របស់យើងអូខេដំណើរការនេះ gateway យើងអាចព្យួរឥឡូវឃើញថាវាដំណើរការហើយវាអាច access internet បានហើយអូខេ PC1 PC2 PC2 មកយើងបើកដូចគ្នា DHCPជំតិចអូខេហើយវាទទួលបាន IP នេះ IP ទទួលបានចឹងមានសាក់ ping មក ping ចាស់ក៏បាន ping ជាណាមកបានគឺនៅវាអាច access internet បានបាទចឹងទៅមើលនៅក្នុង router របស់យើងទៅមើល list ថានៅក្នុង DSP យើងវាបានចាំខ្លះយើង see PC1 PC2 នេះ IP ដែលវា release ឲ្យវាដំណើរការហើយវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើន